មើលទៅងាយទេបងប្អូនមិនតែបើសិនជាយើងអត់ដឹងពីរបៀបនៃការកាត់វានេះណាបងប្អូនគឺពិបាកឲ្យដាក់ទៅមិនចូលងាំគ្នាស្អាតបែបហ្នឹងទេបងប្អូនណាដាក់ទៅកឆេះកឆុះនិយាយទៅវាអត់ស្អាតណាបងប្អូនអញ្ចឹងយើងមកមើលវីដេអូនេះទាំងអស់គ្នាថាតើរបៀបនៃការកាត់ធ្វើយ៉ាងម៉េចវាស់បែបណាដើម្បីឲ្យចេញមកស្អាតអញ្ចឹងយើងមកមើលទាំងអស់គ្នាណាចាប់ផ្ដើមយកស្លឹកពីរស្លឹកដែលមានទំហំប៉ុនគ្នាហើយយកមកវាស់ដូចនៅក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនចាធ្វើមួយមើលមួយបងប្អូនណាចាតែពិតខ្ញុំបាច់និយាយក៏បងប្អូនមើលយល់ដែរគាត់ថាយើងព្យាយាមនិយាយបន្ថែមទៀតអញ្ចឹងណាកាត់យកចំណែកដែលយើងគូសនេះរួចចេញទៅចាហើយចាប់ផ្ដើមយកដែកចាយកមកគូសចាតម្រង់ចាទៅតាមអាវងមូលដែលយើងត្រូវខ្វៀលឈើចេញដើម្បីដាក់វាឲ្យចូលងាំល្អហ្នឹងណាបងប្អូនចាហ្នឹងហើយនិយាយទៅបើមើលតាមវីដេអូនេះគឺបងប្អូនមើលយល់ជាងស្ដាប់ខ្ញុំនិយាយឆ្ងាយហើយខ្ញុំនឹងព្យាយាមរកវីដេអូល្អដែលវាជាចំណុចទូចឯងតែបើបងប្អូនគិតអត់ដល់ធ្វើចេញលទ្ធផលមកគឺអត់ល្អអត់ស្អាតនិយាយទៅណាបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំព្យាយាមយកចំណុចតិចហ្នឹងយកមកបង្ហាញនៅក្នុងเพจនេះបានច្រើនដើម្បីជាចំណេះដឹងបន្ថែមអារឿងងាយប៉ុន្តែពេលយើងធ្វើវាពិបាកអញ្ចឹងបើយើងបានឃើញអញ្ចឹងទៅថ្ងៃក្រោយយើងធ្វើអញ្ចឹងទៅគឺមានភាពងាយស្រួលមែនតើដោយការវាយដេកូលអញ្ចឹងបើសិនជាយើងអត់ដឹងពីតិចនិចរបស់វាទេយើងវាយដេកូលផុសតែម្ដងគឺដឹងតែបាយសាច់ឈើតែបើយើងធ្វើរបៀបនេះយើងស្វានហើយយើងវាយដេកូលចូលហើយយើងដកក្បាលចេញអញ្ចឹងយើងយកអាញូមកវាយវាបញ្ចូលថែមហើយយើងយកដេកូលមកវាយបញ្ចូលវាបន្ថែមទៀតគឺវាធ្វើឲ្យឈើនឹងវាអត់សូវបែកហើយវាមានភាពរឹងមាំហើយស្រស់ស្អាតទៀតដូចយកគេយកឈើបញ្ចូលអញ្ចឹងណាបងប្អូននេះគេដាក់ស្រួយវាយបញ្ចូលអញ្ចឹងទៅហើយបន្ទាប់មកគេយកអាណាយកមកអាវាតម្រឹមអញ្ចឹងណាបងប្អូនហើយគេយកអាกระดาษខាត់ហ្នឹងយកមកខាត់រុះវាឲ្យវាស្មើសាច់ស្អាតបងប្អូនណានេះក្នុងវីដេអូនេះអត់សូវរុះទេតែបើសិនយើងធ្វើយើងរុះវាឲ្យដល់ទៅចាវានឹងធ្វើឲ្យសាច់ឈើរបស់យើងគឺសាច់មួយតែម្ដងហើយស្អាតមែនតើយើងមើលអត់ដឹងថាកន្លែងហ្នឹងសឹងតែអត់វាយដេកូលបងប្អូននិយាយទៅបើសិនជាអត់ប៉និតគឺយើងអត់ដឹងថាកន្លែងហ្នឹងគឺវាយដេកូលសូកចូលក្នុងឯងយើងគិតថាយើងមិនបានជាប់អញ្ចឹងណាហ្នឹងហើយចូលមកមួយទៀតនេះចង់យកឈើវាយជាប់គ្នាមានភាពរឹងមាំតែយើងអត់ដឹងវិធីយើងចិត្តតែយកវាមកដាក់បញ្ចូលគ្នាហើយយកដេកូលមកវាយបញ្ចូលគឺញ៉ៃមែនទេបងប្អូនណាហើយអត់ជាប់មាំទេនេះធ្វើរបៀបនេះណាគឺមានភាពរឹងមាំមែនទេបងប្អូនយើងយកឈើយកមកយើងវាស់ឲ្យដាក់វាជុលមុខគ្នាអញ្ចឹងណាបងប្អូនចានេះនិយាយទៅស្វានឬក៏យើងអាឈើវាលវាឲ្យចេញតែរៀងអញ្ចឹងមកបងប្អូនណាហ្នឹងហើយដាក់វាបស៊ីគ្នាអញ្ចឹងមកហើយយកអាកូនឈើហ្នឹងវាយស្លង់ដាក់បញ្ចូលអញ្ចឹងទៅហើយយើងកុំភ្លេចស្វាណាបងប្អូនណាបើយើងវាយចូលតែម្ដងខ្លាចវាបែកសាច់ឈើចាយើងវាយអញ្ចឹងទៅហើយយកអាញួរមកដំបញ្ចូលអញ្ចឹងមកចាក់កាវទៀតមកហើយសូកអាលើវាដាក់ចូលកន្លែងហ្នឹងភ្លុចទៅខ្ញុំចង់បញ្ជាក់ថាធ្វើតាមនេះបងប្អូនព្យាយាមស្វាណាកុំព្យាយាមធ្វើតាមរបៀបគេប៉ុន្តែយើងយកដេកូលយកមកវាយបញ្ចូលខ្លាច់បែកសាច់ឈើចាបងប្អូនណាយើងធ្វើរបៀបហ្នឹងដាក់ឈើដាក់អីចឹងទៅគឺស្អាតទៀតហើយមានភាពរឹងមាំហើយជាប់ទៀតណាបងប្អូនណា